ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមស្ដាប់រឿងនិទានដែលមានចំណងជើងថាសម្លាញ់ពីរនាក់កាលពីព្រេងនាយមានបរិះពីរនាក់ជាសម្លាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខបរិះដែលមានប្រពន្ធគ្រប់លក្ខនោះវាលាយប់ចូលដំណេកនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់មានប្រពន្ធឆ្លើយថាអ្នកចង់រកស៊ីអីឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅតឹងទាស់ចិត្តអ្នកទេលុះកូនឡងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបងគិតឃើញរបរមួយមុខបើបានដួតគំនិតនឹងបានមាសប្រាក់ផ្ដាល់តក់ថាសដោយងាយប្រពន្ធសួរប្តីថាគិតធ្វើដូចម្ដេចក៏បានងាយម្លេះប្តីប្រាប់ប្រពន្ធថាក្នុងសមុទ្រមានសំពៅញ៉ាស់ចំនួនគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយរបស់ទ្រព្យសពសារពាមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរីងក្រអ្វីមាសប្រាក់គ្រប់មុខនោះបើបានត្រីធំតូចយើងវះធ្វើងៀតធ្វើផ្អកប្រហុកព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្រាមឡផងប្រហាមយើងទៅបាចទឹកសមុទ្រឲ្យរីងប្រពន្ធលឺប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្តីលុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រហើយទុកដាក់ម្ហូបចំណីដោយស្រួលទើបប្តីកាន់កញ្ជើមួយប្រពន្ធកាន់កញ្ជើមួយខំបាចជាតិចទៅលើគោកបាយទាត់តែពីលបាយទើបឈប់បរិភោគបាយរួចនាំប្តីប្រពន្ធបាយទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញបាយបានចំនួន4ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាយទៅយូរណាស់កន្លះខែទៀតមុខជារីងហើយយើងចាប់យកត្រីធំតូចវាក់ធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់ងក់យូរឆ្នាំនោះយើងត្រូវការយកប្រាក់មាសតក់ថាចានក្បាននៅខឹងសំពៅនោះមិនដឹងបើយកទេណាអត់ទេថារួចដល់ល្ងាចត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាយទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនហ្វួងមច្ឆាខឹងសមុទ្រស្ដាប់ឮដឹងដំណឹងសັບគ្រប់ភ័យបារម្ភឡាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនឹងយើងនាំគ្នាទៅទូស្ដេចត្រីអិនសាសមុទ្រទើបរស់រួចជីវិតគិតហើយនាំគ្នាមួយហែលទៅដល់ស្ដេចត្រីទូលតាមដំណើរដោយបុរសប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថាឯងរាល់គ្នាពីមយកមាសបាន5ក្រឡាប្រាក់5ក្រឡានិងតកថាផ្ដិលចានទៅឲ្យបុរសប្តីប្រពន្ធអង្គវល់គេឲ្យលែងបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់ព្រួចនាំគ្នាពីមហែលមកដល់បុរសប្តីប្រពន្ធអង្គវល់សុំឲ្យលែងបាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជិតក្រឡាមាសប្រាក់តថាផ្ដិលចានឲ្យបុរសប្តីប្រពន្ធបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លែងបាចទឹកពីថ្ងៃនោះនាំប្តីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនធ្កើនរុងរឿងបានសេចក្តីសុខរៀងទៅពរនាពីសម្លាញ់ដែលមានប្រពន្ធខាត់លក្ខគាត់ភ្ញុកនឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រុឌលក្ខលុះដល់ផ្ទះគេក៏រាប់អានចាប់ចិត្តស្និទ្ធស្នាលដូចពីដើមគាត់គុណមើលរបស់ទ្រព្យប្រដាប់ក្នុងផ្ទះហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយត្អូនប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់សម្លាញ់អញរកស៊ីជំនួញអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាយទឹកសមុទ្រតែពីរញឹកនឹងប្រពន្ធអញពេលព្រឹកទៀបភ្លីប្រពន្ធឡើងដាំបាយមានគ្រប់ប្រដាប់លូភ្លឺឡើងនាំគ្នាទៅបាយទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភិតភ័យបង្គាប់ត្រីជីបរិវារឲ្យពីមយកមាសប្រាក់និងរបស់គ្រប់មុខមកឲ្យអានឯសម្លាញ់ប្រពន្ធខាត់លាក់ដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបរៈនោះនិយាយនឹងប្រពន្ធថាព្រឹកនេះបើឯងដាំពីយប់រៀបប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសំនួតឲ្យបានមាសប្រាក់របស់ទ្រព្យដូចសម្លាញ់យើង
មេខាត់លាក់ជាប្រពន្ធភ្លឺច្បាស់បានក្រោបបង្កាន់ភ្លើងឆេះហើយបានទៅបែកកាប់អង្គកំពប់ម្ដងមួយទូកដៃយកអង្គទៅលាងកំពប់មួយទូកដៃទៀតច្រកអង្គទៅក្នុងឆ្នាំងកំពប់ទៀតដល់ពុះជាតិបាយកំពប់ទៀតច្រកអង្គចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅទៅកន្លះឆ្នាំងតលថ្ងៃទើបដួសដាក់កញ្ជើហើយបណ្ដើប្តីប្រពន្ធទៅបាយទឹកសមុទ្របាយទាំងខឹងទាំងជាបានចំនួន5ថ្ងៃអស់ហ្វូងម៉ាចាធំតោកផ្អើលផិតភ័យនិយាយគ្នាថាបុរសប្តីប្រពន្ធពីណាមកបាយទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងហ្វូងចាំមើលចាំស្ដាប់ប្រពន្ធខាត់លាក់បោកលក់អីដែលបាយទឹកនោះថាបាយយូរថ្ងៃហើយមិនដែលបានឃើញរបស់អ្វីអញមិនខ្ចីទេអញលេខបាច់ហើយឆ្លួប្តីប្រពន្ធជេរម្ដាយប្តីបញ្ចោប្រពន្ធប្រកាសចម្បាប់គ្នាប្រទៀងថ្នក់សម្ពុតគ្នាទៅវិញទៅមកទាល់តែអាក្រាតទាំងប្តីប្រពន្ធលេចកេតខ្មាស់នៅមាត់សមុទ្រឲ្យអ្នកទាំងពីរញាក់ថាខ្ញុំគេក៏ខ្ញុំចោះលែងបាច់ហើយត្រីទាំងនោះឮថាលែងបាច់ក៏ត្រេកអរធូរចិត្តលែងសួរឲ្យមៀប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញកេតខ្មាស់បរតប្តីប្រពន្ធក៏លោតសាយទាំងហ្វូងឯត្រីសណ្ដាយសាយតទៅរយៈមាត់បានជាមាត់ធំដូចគេហែករហូតដល់បច្ចុប្បន្ននេះបរោះប្តីប្រពន្ធគ្មានបានអ្វីសោះក៏លែងឆ្លោះគ្នាដកសារីប្តីមួយអម្រែកប្រពន្ធមួយត្រណូលត្រឡឹកមកផ្ទះវិញចាក់សារីចោលនៅគៀនជញ្ជាំងឲ្យរលួយខូចអស់ទៅសូមជួយចុច like និង subscribe ផងណាប្រុសស្អាតស្រីស្អាត